ចាមកទៀតហើយបងអូនអើយថ្ងៃនេះគឺខ្ញុំបានពីងប៉ោះមកច្រើនមែនទែនលើកនេះគឺខ្ញុំបានទៅផ្សារអញ្ចឹងទៅក៏បានទិញពីងប៉ោះមកច្រើនមែនទែនតែខ្ញុំអាយ៉ានេះគឺចិត្តញ៉ាំណាពីងប៉ោះហ្នឹងហើយទិញផ្សារនេះគឺបានច្រើនណាបានប្រហែលជា1គីឡូទៅ2គីឡូនេះល្អមែនទែនបងអូនខ្ញុំយកមកលាងទឹកឲ្យស្អាតទៅហើយយើងយកមកដាក់ក្នុងទូទឹកកកទុកញ៉ាំពេលណាយើងយកមកញ៉ាំគឺយើងបាច់លាងពីរដងអញ្ចឹងខ្ញុំលាងស្អាតបានអស់ហើយនេះហើយឡើងល្អមែនទែនផ្សារហ្នឹងគឺខ្ញុំទិញបានរៀងច្រើនជាងរាល់ដងទិញឲ្យបានច្រើនទេបងអូនទិញបានតិចទេហើយកូនបងប៉ោះទូចទៅញ៉ាំទៅអត់ពិបាកញ៉ាំហ្មងទេបងអូនញ៉ាំទៅគឺដូចផ្លែឈើអញ្ចឹងវាស្រួលញ៉ាំដែរទេអត់ពិបាកទេហើយគឺញ៉ាំទៅមួយម៉ាត់អានេះខ្ញុំលាងបានស្អាតបាត់អស់ហើយយើងដាក់ក្នុងទូទឹកកកទៅពេលយើងយកញ៉ាំគឺវាស្រួលមែនតើហើយយើងចង់យកទៅធ្វើអីក៏បានយើងចង់យកទៅឆាក៏បានយកទៅធ្វើជ្រក់ក៏បានហើយចង់ទៅបុកល្ហុងយើងដាក់លាយជាមួយក៏បានដែរពីរួមយើងចង់ធ្វើអីក៏បានដែរសាច់តែចិត្តបងអូនចង់ធ្វើអីចឹងខ្ញុំជួនកាលខ្ញុំចង់ធ្វើជ្រក់ក៏ខ្ញុំយកទៅធ្វើជ្រក់ទៅជួនកាលខ្ញុំចង់ញ៉ាំឆៅក៏យកមកញ៉ាំមួយម៉ាត់វាអត់ពិបាកញ៉ាំទេបងអូនញ៉ាំទៅគឺវាអត់មានកពុលអត់មានអីទេគ្រាន់តែរសជាតិវាខុសពីពីងប៉ោះយើងធម្មតាដែលយើងទិញរដងណាអានេះគឺវារសជាតិបែបផ្សេងអញ្ចឹងរសជាតិវាគឺខុសគ្នាម្យ៉ាងម្នាក់ទេបងអូនអើយអរគុណបងប្អូនបាយអញ្ចឹងនេះជាខ្ញុំនៅផ្ទះគឺខ្ញុំពាក់បែបហ្នឹងពាក់កៅអៅសាមញ្ញអត់មានធ្វើខ្លួនធ្វើអីស្អាតណាស់ទេព្រោះយើងនៅផ្ទះនៅធ្វើម្ហូបទៅអីអញ្ចឹងទៅគឺខ្ញុំអត់មានតែងខ្លួនអីទេហើយនេះពីងប៉ោះដែលខ្ញុំលាងមិញហ្នឹងគឺខ្ញុំលាងនិយាយលើកមុនអញ្ចឹងថាពីងប៉ោះហ្នឹងគឺយើងចង់យកទៅធ្វើជ្រក់ក៏បានយើងចង់ញ៉ាំទៅទេក៏បានហើយគូកាល់គេយកទៅឆាទៀតពីងប៉ោះហ្នឹងបុកល្ហុងអីយើងដាក់ក៏បានដែរពីងប៉ោះហ្នឹងណាតែឆ្ងាញ់ណាស់ឥឡូវគឺខ្ញុំមកញ៉ាំឆៅនេះឆ្ងាញ់ដូចផ្លែឈើចឹងនិយាយរំហូបទៅទេក៏បានដែរយើងមកចាំដាក់ធ្វើដូចជ្រក់ក៏បានដែរយើងហូបអញ្ចឹងក៏បានដែរសានេះគឺខ្ញុំទិញបានច្រើនជាងរដងសាមុនអត់សូវបានច្រើនទេលើកនេះគឺច្រើនមែនតើហ្មងនេះអូយល្អទៀតចឹងខ្ញុំក៏សម្រាប់ចិត្តថាយកមកញ៉ាំហើយទុកយើងលាងឲ្យស្អាតទៅយើងទុកយកញ៉ាំអញ្ចឹងពេលណាយើងចង់ធ្វើជ្រក់បានយកមកញ៉ាំទៅទេក៏បានញ៉ាំទៅទេរសជាតិវាបែបផ្សេងឆ្ងាញ់ដែរយើងធ្វើជាបន្លែក៏បានដែរពីងប៉ោះហ្នឹងញ៉ាំដូចផ្លែឈើដូចអីក៏បាននិយាយរួមធ្វើមិនក៏បានតែតែបងប្អូនចង់ធ្វើមិនក៏បានមកខ្ញុំរៀងហើយយើងកាយញ៉ាំអញ្ចឹងក៏បានតែខ្ញុំយកមកធ្វើជ្រក់ក៏ឆ្ងាញ់ដែរមិនស្រួលចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងអរគុណបាយ